បាទសូមជម្រាបសួរដល់បងប្អូនប្រិមិត្តដែលស្រឡាញ់និងចូលចិត្តឧបករណ៍តន្ត្រីបាទឬឧបករណ៍បំពងសំឡេងទីក្រុមស្រឡាញ់បាទថ្ងៃនេះយើងខ្ញុំមានសេចក្តីសមក្នុងវិធីជាខ្លាំងក្នុងការចែករំលែកនៅបទពិសោធន៍បន្តិចបន្តួចអំពីការបុកអេកូទៅលើ mixer ដែលគ្មាន effect គឺគេថា echo នឹងដល់បងដែលមិនទាន់ដឹងអំពីការប្រើប្រាស់នៅការបុក echo នឹងបាទដើម្បីបុក echo នឹងបានគឺយើងទាមទារចាំបាច់ដំបងបាទគឺចាំបាច់នៅខ្សែគឺខ្សែដូច6លីបាទនេះគេថាដូច6លីឬក៏ដូច XLR ក៏បានដែរសម្រាប់ចូល mixer តែសម្រាប់បុក echo របស់ខ្ញុំនេះគឺវារុន output របស់វាគឺលក្ខណៈ stereo ហើយ mixer ខ្ញុំគឺយើងប្រើ stereo មកទៅយើងប្រើដូច6លីហើយដើម្បីបុក echo បានយើងចាំបាច់ត្រូវតែមាន mixer មាន mixer បាត់បុកកើតបាទហើយបើមាន mixer ហើយយើងអត់មានសម្រាប់បុក echo ក៏បុកអត់ចេញដែរហើយអ្វីដែលចាំបាច់មួយទៀតបាទគឺភ្លើងបើអត់មានភ្លើងទេដោតអត់ដំណើរការបុកអត់កើតទេបាទបងប្អូនជំរាបថ្ងៃមុននឹងយើងប្រាប់ពីរបៀបបុក echo ឥឡូវខ្ញុំសូមណែនាំអំពីអ្នកបុក echo មុនសិនបាទសម្រាប់បុក echo នេះគឺមានឈ្មោះថា Yamaha SPX 900បាទហើយចំពោះ Yamaha SPX 900នេះគឺវាមានបង់វាមានpreset វា1 2 3 4ចឹងណាបងប្អូនដែលនិយាយអំពីមួយថាបង់ទី1និយាយអំពី delay បង់ទី2មាន reverb ឬក៏បង់ទី3មាន reverb បូក delay អញ្ចឹងទៅបាទឥឡូវយើងមើលមុខវាគឺវាមានកន្លែងក្បាលinput កន្លែងសលេង input ចូលវាមាន scroll ឡើងលើចុះក្រោមវាមាន EQ វាមាន level របស់វាមានកន្លែង change store មាន ability មាន bypass មាន target អីចឹងទៅបាទហើយចំពោះផ្នែកខាងក្រៅវិញអញ្ចឹងខ្ញុំសូមបញ្ជាក់ថាខ្ញុំប្រាប់គូដែរទេកន្លែងណាដែលចាំបាច់ហើយកន្លែងណាមិនចាំបាច់យើងអត់ចាំបាច់ដឹងក៏បានដែរព្រោះខ្ញុំក៏អត់ដឹងដែរបាទចំពោះក្រៅនេះគឺយើងអាចមើលអំពី output និង input របស់វាសូមនិយាយតែប៉ុណ្នេះបានហើយកន្លែងនេះយើងមិននិយាយព្រោះវាអត់សូវសំខាន់ទី1យើងត្រូវការមាន input របស់វា input របស់វាគឺលក្ខណៈ mono ទេខ្ញុំមានន័យថាយើងចេញពី mixer អុកមកគឺយើងចូល input របស់វានេះ input របស់វាហ្នឹងហើយចំពោះការ output ចេញរបស់វារុនចេញរបស់វាវិញគឺ stereo នេះបាទនេះ LR អានេះបិទបើកនេះគឺកន្លែងមួយដក 20 dB ហើយនឹងបូក4 dB បាទមានតែប៉ុណ្្នឹងទេបាទហើយមុននឹងយើងប្រាប់ពីរបៀបបុក echo ខ្ញុំសូមណែនាំពី mixer ជាមុនសិនបាទចំពោះ mixer ដែលខ្ញុំបុក echo នេះគឺមានឈ្មោះថា Alto Line 1604 1604ហើយចំពោះការបុក echo នេះគឺយើងបុកចេញតាមអុកគឺអុកសែននេះបាទឥឡូវយើងដល់ម៉ោងយើងប្រាប់ពីរបៀបដកខ្សែបាទទី1គឺយើងត្រូវចាប់បាច់ឲ្យមានរំចូលសិនចឹងហើយយើងដូចខ្ញុំនិយាយមិញចឹងគឺយើងចេញតាមអុកសែនបាទអុកសែនបាទគឺអុកសែនទៅចូលនៅក្នុងអ្នកបុក echo កន្លែង input បាទនេះ input បាទ input ហើយយើងក៏ចេញវិញនៅកន្លែង output របស់វាហើយ output របស់វាគឺវាប្រើលក្ខណៈ stereo ចឹងហើយត្រូវមានដូចពី LR នេះកន្លែង output ហ្នឹងហើយដោយសារ mixer ខ្ញុំវាមានកន្លែង input របស់វាគឺ mono ក៏មាន stereo ក៏មានបងហើយសម្រាប់នេះវាចូលមកគឺ output របស់វាគឺ stereo ចឹងហើយខ្ញុំចូល stereo ទៅមកទៅបាទនេះ stereo បាទបន្ទាប់មកសូមកន្លែងមកមើលSPX សម្រាប់បុក echo តិចយើងចាប់ផ្ដើមបើក volume បាទបើក volume វាដាក់អស់ហើយឥឡូវយើងកន្លែងមកលើវិញកន្លែងមកលើគឺយើងមកមើលកន្លែង microphone រួមចូលរបស់យើងហើយយើងដឹងហើយថាកន្លែងមិញហ្នឹងគឺយើងអុកតាមអុកសែនទី1អញ្ចឹងហើយកន្លែង EQ មកប្រទេស channel ទី2នេះយើងត្រូវបើកតែកន្លែងអុកសែនទី1ដែរដើម្បីរុញចូលអុកសែនយើងចូលនៅក្នុងសម្រាប់បុក echo ទៅវាមានសលេង effect ចូលនៅក្នុងហ្នឹងបាទឥឡូវចាប់ផ្ដើមខ្ញុំចាប់ផ្ដើមបើកហើយមើល Hello បាទឥឡូវយើងឃើញថាវាអត់មាន effect ចូលក្នុងហ្នឹងទេ
ដូច្នេះហើយយើងត្រូវការសែនវាចូលសែន effect ចូលអញ្ចឹងយើងសែន effect អាសែនអាទីអុកទី1យើងមិញហ្នឹងណាគឺយើងបើកពាក់រ៉ាចឹងទៅនៅយើងនៅតែលឺដោយសារអីយើងអត់អាសលេង output របស់វាចូលក្នុង mixer យើងអត់បានបើកអូខេឥឡូវខ្ញុំចាប់ផ្ដើមបើកហើយឥឡូវយើងចាប់ស្ដាប់ទាំងអស់គ្នាយើងអត់មាន effect ទេខ្ញុំរុញឡើងបាទឥឡូវយើងមាន effect ហើយអញ្ចឹងបើសិនជាយើងចង់បុកឧបករណ៍តន្ត្រីចូលផ្សេងចូលទៀតយើងគ្រាន់តែយើងចូលកន្លែង channel នីមួយហ្នឹងទៅហើយយើងបើកអុកសែនដែលយើងចេញចូល effect សម្រាប់ឲ្យមាន effect របស់យើងហ្នឹងគាត់តែយើងបើក effect ហ្នឹងទៅវាលឺហើយឥឡូវខ្ញុំបើសិនជាខ្ញុំអត់បើកកន្លែងអុកនេះទេនេះកន្លែងអុកនេះអុកសែនទី1នេះឃើញទេហើយខ្ញុំមិនរុញឲ្យនេះឡើងខ្ញុំរុញឡើងនេះក៏វាអត់លឺ effect ដែរអញ្ចឹងណាអញ្ចឹងដើម្បីឲ្យលឺ effect យើងចាំបាច់ត្រូវតែបើកសែនអុកសែនសិនហើយយើងត្រូវការរុញឲ្យកន្លែងសលេង output ចូលមក mixer យើងទៀតកន្លែង output របស់សម្រាប់បុក echo ចូលមកកន្លែង input របស់ mixer ហើយយើងរុញឡើងមកអាស្រ័យលើការចង់បានរបស់យើងហើយយើងសេរីតាមនឹងទៀតទៅគឺថាវាមិនអញ្ចឹងណាឥឡូវបាទឥឡូវយើងលឺ effect ហើយឥឡូវបាទឥឡូវខ្ញុំសូមនិយាយពីកន្លែងអ្នកបុក echo នេះតិចអ្នកបុក echo នេះវាមានបងរបស់វាទៀតវាមានលេខ1លេខ2លេខ3លេខ4ដូចខ្ញុំបញ្ជាក់មិញអញ្ចឹងថាមានសម្រាប់របស់វាអញ្ចឹងទៅអញ្ចឹងហើយយើងស្រែកទឹកចិត្តយើងចង់បានប៉ុន្មានស្រែកទឹកចិត្តរបស់យើងទៅវាឃើញទេនេះយើងមានបងរបស់វានេះលេខ1លេខ2លេខ3វាមាននេះ reverb មាន flat បូក hall ឃើញទេហ្នឹងហើយឃើញហ្នឹងហើយហ្នឹងសម្រាប់បងរបស់វាមួយអញ្ចឹងយើងឆ្លាញ់មួយណាយើងគ្រាន់តែចុច recall ហ្នឹងទៅជាប់ហើយអញ្ចឹងហើយបើសិនជាយើងអត់សូវពេញចិត្តនឹងសលេងហ្នឹងយើងអាច modify សេរីអីថែមទៀតទៅគឺវាសលេងដូចការចង់បានរបស់យើងហើយបាទឥឡូវចាំមើលតិចទៀតខ្ញុំនឹងយកអ្នកចម្រៀងម្នាក់មកច្រៀងដើម្បីតេស្តមើលថាសលេងវាប្រហែលប៉ុណ្ណាបាទសូមអរគុណលេងតោះ